cái tham mà xem mà điệp á nằm bay mơ bờ xa thay thọt tràn tay nhom này hay cũng tha thọt trànแต่thọtมาสลักก็ถอนตรองខ្លួនផងป้าគេយកចិត្តជីវិតបែប private អត់ឲ្យកាន់ទូរស័ព្ទទេពេលដើរលេងតែបដាញ៉ាំបានព្រោះនៅសៀមរាបសបោកន្លែងញ៉ាំអីច្រើនណាស់ហើយធូរថ្លៃទៀតស្ដាប់បានញ៉ាំពងទាកូននឹងបញ្ចុកក៏ទៅពេលហើយនេះធ្វើញ៉ាំខ្លួនឯងដាក់ស្ងោរមួយទឹកដូងដាក់អំបិលបន្តិចទៅងោះវាឲ្យផុយណាអត់ដែរញ៉ាំទេបងប្អូននៅលើកទី1ហើយឆ្ងាញ់ណាពេលឆ្អិននឹងគោះវាបាយតិចចេះមកហើយសម្រាប់ការលាយជ្រក់ខ្ទឹមវិញមហាសែនស្រួលឲ្យធ្វើភ្លាមញ៉ាំបានភ្លាមយើងដាក់ទឹកខ្មេះដាក់អំបិលស្រស់ខ្ទឹមចូលក្នុងមកយើងដាក់ទឹកខ្មេះក្នុងហ្នឹងខ្ទឹមរបស់យើងអស់រលួយទេឲ្យបាត់ហាងអស់លីងសឹងថា 100% ទៅពេលលាយទឹកត្រីវិញដាក់ស្ករមកម៉ូមកអំបិលបន្តិចប៊ីចេងបន្តិចទឹកត្រីបន្តិចហើយម្ទេសយកបុកវាឲ្យម៉ត់បាច់ថែមខ្ទឹមក៏បានដែរកូរម្ទេសមួយស្ករហ្នឹងឲ្យវាចូលគ្រឿងល្អសិនណាចាំយើងថែមទឹកជាចូលភ្លក់មើលប្រៃផ្អែមមកយើងចូលចិត្តទៅបានហើយយករសជាតិរៀងឡំៗណាបងប្អូនច្បាច់គួយឆ្មាថែមមកយើងចាក់ជ្រក់ខ្ទឹមដែលយើងបានស្រស់មុនហ្នឹងចូលទៅហើយជ្រក់ខ្ទឹមនេះបាត់ហាងភ្លាមមកធ្វើតាមវិធីហ្នឹងបងប្អូនខ្ទឹមរបស់យើងស្រួយចូលជាតិលឿនទៀតដាក់គ្រឿងតែប៉ុណ្្នឹងទេហើយធ្វើស្រួលយ៉ាងឯងលាយទៅឡងឆ្ងាញ់ចង់ធ្វើជ្រក់ខ្ទឹមញ៉ាំលឿនណាធ្វើតាមវិធីហ្នឹងទៅបាត់ហាងភ្លាមពងទាកូនរបស់យើងស្ងោរដាក់ទឹកដូងចឹងអប់ក្លិនមកឡើងឈ្ងុយហើយជាតិញ៉ាំមួយនំបញ្ចុកទៅឆ្ងាញ់មែនតើបងប្អូនចឹងបានល្បីរបស់គេទៅសារអ៊ំអ្នកលក់ហ្នឹងហ្មងគាត់ចេះនឹកឃើញដាក់នំបញ្ចុកដាក់អីចឹងបងប្អូនតែពេលធ្វើញ៉ាំទៅឡងជក់ចិត្តហ្មងវាឈ្ងុយពងទាកូនរបស់យើងឲ្យទឹកត្រីយើងលាយរៀងឡំចឹងទៅដាក់មួយបំរែកមានជីពងទាកូនអមទៀតញ៉ាំទៅជួយប្លែកម្យ៉ាងដែរតាបងប្អូនមានម្ហូបអីប្លែកតាមតំបន់អីចឹងជួយខមមិនប្រាប់ផងអានធ្វើញ៉ាំដែរព្រោះចំសាឲ្យបានច្រើនមុខដើម្បីឲ្យស្គាល់រសជាតិទាំងគេហ្នឹងណាមើលពីដំណើរកំសាន្តរបស់ប៉ាថ្ងៃនេះវិញអូយលើតដើរលេងយល់ថាអបាត់មកចិត្តទេបាទម៉ាក់ណាខ្លះចឹងនេះទៅតែមានកូនមួយទេតាណាតន័យរើអវ៉ាន់អស់ពីផ្ទះធ្វើតាណាមិនថាចិត្តមិនថាឆ្ងាយខ្វះបានទេជាមួយនឹងខោទឹកនោមនិងกระดาษសាមយូនីកូនិយាយស្រួលណាស់ពេលយើងចូលបន្ទប់ទឹកសាធារណៈឬមួយក៏ញ៉ាំបាយញ៉ាំអីប្រឡាក់ដៃជួយសម្អាតបានស្អាតល្អហើយជ្រះក្លិនឡើងគីឡូពេលយើងងាយឡើងហ៊ានញ៉ាំបាយទេញ៉ាំតែសាឡាត់ហើយមិនយូរម៉ែនេះយើងមកដល់ពេញហើយចេញពីពេញទៅមិនទៅសៀមរាបហើយនេះយើងមករកមើលកង់3ទុកសម្រាប់ដឹកឲ្យវ៉ាន់គេមានពិព័រណ៍3ថ្ងៃចឹងឆ្លៀតចូលមើលគ្រឿងម៉ាស៊ីនតិចគីឡូមានត្រូវតម្រូវការរបស់យើងភាគច្រើនគេតាំងពិព័រណ៍ម៉ាស៊ីនដេរហើយនិងម៉ាស៊ីនផ្លុំប្រភេទជ័រតែពេលចឹងវាអត់ត្រូវតម្រូវការរបស់យើងទេបកមកផ្ទះវិញអីវ៉ាន់សាពីនសពហ្នឹងម៉ាក់ក្មេកទិញអីវ៉ាន់អនឡាញឲ្យប៉ាប៉ាទៅលោកណាក៏ចឹងដែរខោអាវស្បែកជើងមិនក្រោម10កាផ្លេទេកំពុងតែទៅផ្ទះវិញបងប្អូននេះគាត់មកដូរខោតំណុំឲ្យប៉ាប៉ាហើយខោតំណុំយូនីកូនេះល្អប្រើខ្លាំងមែនតើស្លៀកតែមួយហ្នឹងពីបាត់ដំបងដល់អំពេញនំពេញខោក៏មានថារោលល្មាស់ស្បែកអីដែរខោរបស់គេហ្នឹងធ្វើមកយឺតល្អហើយគេធ្វើពីសាច់កបាសតុនអត់ហប់ដូចអូនបាត់ជើងតូចជើងធំអញ្ចឹងអត់មានថាចេញក្លិនមកក្រៅបងប្អូនដោយសារតែខោហ្នឹងគេមានស្តបការពាររហូតដល់2ជាន់ប្រើខោតំណុំយូនីកូនេះមានសុវត្ថិភាពនិងគុណភាពល្អសម្រាប់កូនតូចយើងប៉ាប៉ាស្អាតអញ្ចឹងមែនបងប្អូនតែខ្ជិលមួយទឹកណាក្រោបព្រឹកឡើងឬមួយក៏ពេលថ្ងៃរត់លេងបែកញើសដឹងតែជូតกระดาษសាមឲ្យហើយព្រោះហៅមួយទឹកដឹងតែមួយទេព្រោះក្នុងกระดาษសាមហ្នឹងមានជាតិទឹកបរិសុទ្ធរហូតដល់ 99.9% វាមានក្លិនក្អូបស្រាលកាត់បន្ថយក្លិនមិនល្អជូតសម្អាតស្បែកនិងកន្លែងដែលប្រឡាក់បានយ៉ាងស្អាតក្នុងនោះមានវីតាមីន E5 ការពារការរលាកនិងការពារមេរោគហើយប្រើប្រាស់បានជាមួយនឹងមនុស្សគ្រប់វ័យសុវត្ថិភាពណាស់សម្រាប់ស្បែកខ្ចីកូនយើងហ្នឹងกระดาษសាមយូនីកូ3នេះមានក្លិនក្អូបខុសៗគ្នាបើថាចង់បានក្លិនយកពណ៌សជួតទៅប៉ុណ្ណេះក្អូបឲ្យបន្តទៅសៀមរាបកម្របានជុំគ្នាណាស់ចង់10ឆ្នាំហើយនិយាយឡើងបងប្អូនមកជុំគ្នានៅសៀមរាបអស់ហើយនេះក៏ទៅញ៉ាំអីជុំគ្នាកាលទៅនឹងចម្លែកណាបងប្អូនទៅកន្លែងណាក៏ពេញទៅកន្លែងណាក៏មនុស្សច្រើនដែរហើយមិនថ្ងៃបុណ្យទានទេតាមពិតគេមកថតត្រែនហើយនឹងមកលេងមកឆាស្តប៊ឺរីសៀមរាបក៏កន្លែងញ៉ាំអីច្រើនឆ្ងាញ់ហើយធូរថ្លៃសប្បាយញ៉ាំណាស់ប៉ាភ្ញាក់ពីព្រឹកព្រលឹមម៉ោង9មកមិនតាន់រិចទេគេមិនតាន់ឆ្អែតគេប្រាប់ពីយប់ថាចង់ទៅលេងអង្គរវត្តមែនបងប្អូនដើរពីមុខផ្លូវរហូតដល់ក្នុងប្រាសាទបានឃើញប្រាសាទហើយមកវិញនេះឲ្យម៉ាក់ពោពីប្រាសាទមកដល់ផ្លូវដើរវិញព្រះអង្គអើយអូឡើងតុនជើងមកលេងអង្គរវត្តសប្បាយហ៎សប្បាយហ៎សាច់លេងចៃហើយមកសៀមរាបមិនឆ្ងល់ទេមូលហេតុអីក៏មិនបានថតរូបថតអីគេដោយសារតែអញ្ចឹងឯងហត់ពេកមកដល់កន្លែងគេញ៉ាំការ៉េមសិនកាបូបយូនីកូនេះទិញខោទឹកដូង2ដុំបានកាបូបនឹងមួយពេលគេប្រម៉ូសិនម្ដងសប្បាយទិញណាស់ហើយទឹកហើយងាកឡើងទៅទៀតមានបងប្អូនជុំគ្នាច្រើនចេះសប្បាយដើមមែនល្ងាចឡើងមកដល់កន្លែងគេវិញហែទឹកទៀតសប្បាយមកម៉ាយប់ឡើងផ្សារខ្មែរនេះនៅជិតកន្លែងគេដែរអញ្ចឹងដើរមកញ៉ាំអីបដ ாய் អូនមិនដែលចូលមកទេបងប្អូននិយាយពីថារបស់ញ៉ាំរាប់រយមុខគេមានរបាំអប្សរានិងសូបផ្សេងៗឲ្យយើងមើលនៅក្នុងហ្នឹងហើយនៅក្នុងហ្នឹងរបស់ញ៉ាំអត់សូវថ្លៃទេបងប្អូនតម្លៃមកល្មមដូចយើងចង់ញ៉ាំអីមួយចានអញ្ចឹងយើងទិញខ្លួនឯងអីឡើងមកញ៉ាំខ្លួនឯងអញ្ចឹងណាស្អែកឡើងក្រោយរៀបពីព្រឹកបន្តិចម៉ោង8បានទិញផ្លែឈើតាមផ្លូវហើយចូលលេងប្រាសាទបាន 2-3 កន្លែងដែរមកលេងសៀមរាបមិនចេះចិនណាយទេហើយរបស់ញ៉ាំនិយាយពីថាសបោសបាយណាស់
ញ៉ាំអីបាយថ្ងៃហើយដល់ម៉ោងបងខ្ញុំគាត់ឡើងយន្តហោះទៅវិញហើយដំណើរកំសាន្តរបស់យើងថ្ងៃនេះក៏មកដល់ទីបញ្ចប់ដែរបាយបាយបងប្អូនចង់ឲ្យធ្វើម្ហូបអីនៅវីដេអូបន្តបងប្អូនទាំងអស់គ្នាខមមិនទាំងក្រោមវីដេអូហើយកុំភ្លេចចុច follow page ផងណា